សិនជាប្តីអ្នកស្រីមានស្រីផ្សេងនោះអញ្ចឹងតើអ្នកស្រីនឹងសម្រាប់ប្តីអ្នកស្រីដូចនៅក្នុងរឿងដែរទេខ្ញុំមិនបានចិត្តល្អដល់ថ្នាក់នោះទេលោកប្តីថ្ងៃនេះហត់ដែរទេមិនសូវអីប៉ុន្មានទេមកក៏ក្រអូបយ៉ាងនេះបងទៅងូតទឹកហើយអីថ្ងៃនេះការវះកាត់នៅមន្ទីរពេទ្យអស់ពីមួយចូលមួយបងក៏ងូតទឹកនៅមន្ទីរពេទ្យតែម្ដងទៅបងពិតជាលំបាកហើយគឺជាសាប៊ូនៅមន្ទីរពេទ្យអេប្រពន្ធបងជាហិតក្លិនដូចឆ្កែកម្មពីពេលណាទៅមានអ្វីមែនទេនៅលើខ្នងបងមានស្នាមខ្ញីប្រហែលជាស្រីបងខាងក្រៅមិនសល់ទុកឲ្យហើយយ៉ាងម៉េចដែរអូនចង់យ៉ាងម៉េចទៅបានចាំបងកណ្ដំគេមកផ្ទះមកអូននឹងជួយបងធ្វើតែគេបាននេះបងថាមើលទៅអូនដូចជាខឹងហើយខឹងមែនទេអ្នកណាប្រាឲ្យអ្នកពុនឈិនមួយថ្ងៃគិតតែពីសរសេររឿងនោះឡងភ្លេចថាមានប្តីដូចជាបងតាហើយចាំអូនរួចរវល់សភៅថ្មីនេះហើយចាំអូននឹងកំដរបងឲ្យបានល្អនេះបានអ្នកណាឲ្យអូនជាប្រពន្ធបងនោះបើបងមិនថ្នមអូនឲ្យបងទៅថ្នមអ្នកណាទៅបានឲ្យអូនសម្លាញ់កេងទៅបងត្រូវតែមើលតារាងអ្នកជំងឺទៀតខ្លាចថាយប់នេះមិនបានកេងទៀតហើយយ៉ាអ្នកស្រីសិនយករបស់មកផ្ញើលោកគ្រូពេទ្យសិនទៀតហើយអីសាមញ្ញពួកនាងថាមកជាមួយប្តីខ្ញុំលំបាកណាស់ហើយខ្ញុំក៏បានយករបស់ញ៉ាំខ្លះមកផ្ញើពួកនាងទេយើងណាស់លំបាកដល់គ្រូពេទ្យសិននោះការវះកាត់ពីមួយចូលមួយកេឈ្មោះគាត់នោះគឺពិតជាមិនមែនខ្លាំងខ្លាយទេបានហើយឈប់សរសើរខ្ញុំទៅអូនសម្លាញ់នេះអូនទៅតែប្រជុំជាមួយប្រធានហើយតាមផ្លូវជាមួយគ្នាអូនក៏មកសួរសុខទុក្ខបងទេយ៉ាងណាក៏ដោយអូននៅតែយកចិត្តទុកដាក់ជាមួយបងហើយយ៉ាគេផ្អែមល្ហែមពេកហើយឆាប់ញ៉ាំរបស់នាងទៅតោះទៅបន្ទប់ធ្វើការបងមិនទៅទេអូនត្រូវសរសេររឿងបន្តទៀតអូននឹងថាបងរវល់ត្រូវសម្រាប់ខ្លះផងនេះខ្ញុំប្រឆាំមុខនឹងការក្បត់របស់ប្តីគូតាកំចាស់អារម្មណ៍អីគូតារកមកស្ជប់បាយវិញល្អជាងម៉េចទ្វីស៊ូពេលនេះប្តីខ្ញុំក្បត់ហើយតើខ្ញុំគួរធ្វើយ៉ាងម៉េចទេជាដំបូងអ្នកនាងត្រូវប្រមូលហោះតាំងដែលគេបានក្បត់អ្នកនាងគឺនាងអ្នកនាងនឹងសម្រាប់ប្តីអ្នកនាងដូចនៅក្នុងរឿងដែរទេដំបូងផ្ដិតយករូបភាពស្និទ្ធស្នាលរបស់ប្តីអ្នកស្រីជាមួយនឹងជនទី3នោះអ្នកនាងរកហោះតាំងបានកាន់តែច្រើនអ្នកនាងមានសិទ្ធិឈ្នះកាន់តែច្រើននោះមិនជាប្តីរបស់ខ្ញុំទេខ្ញុំប្រកាសជាមិនបានមើលខុសទេគឺជាគេនោះហើយអាឡូលោកប្តីអូនសម្លាញ់យប់នេះបងមានការវះកាត់ជាបន្ទាន់យប់នេះមិនបានទៅវិញទេបានអញ្ចឹងបងក៏ភ្លេចញ៉ាំបាយនេះបានបងនឹងហើយចាប់គេបានហើយនាងដឹងហើយអីនេះបងគូតាសារភាពហើយមែនទេពេលនេះគឺមិនទាន់ដល់ពេលទេស្ដាប់តាមបងគ្រប់យ៉ាងអូនចង់បានតែបងទីដានរបស់គេបាត់ហើយអ្នកបាក់ឡានមិនមែនជាគេទេអូនសម្លាញ់បងទៅតែចេញពីវះកាត់អូនយកឲ្យបងញ៉ាំបន្តិចបានទេបានតែអូនទៅដល់លើហើយបានបងចាំអូននៅមន្ទីរពេទ្យប្តីរបស់ខ្ញុំក្បត់ខ្ញុំហើយ
ប៉ុន្តែបើជាចាប់ផតតាំងគេមិនបានសឹងនេះបើមានស្រីនៅខាងក្រៅមែនទេថាយ៉ាងម៉េចអូនបានឃើញក្រែមនេះនៅក្នុងហាប៉ៅបងអូកូនប្រុសម៉ាក់បានភ្លេចក្រែមម៉ាក់នៅឡានកូនកូនកុំភ្លេចយកមកឲ្យម៉ាក់ផងហ្នឹងម៉ាក់ពួកយើងមិនសមមិញមកលេងបងតែគាត់បែរជាភ្លេចក្រែមក្នុងឡានបងនេះតែធ្វើឲ្យពួកយើងឆ្លោះគ្នាទៅហើយនេះពិតជាពណ៌ក្រែមដែលម៉ាក់ប្រើមែនសុំទោសផងលោកប្តីមិនអីទេបងដឹងថាអូនគិតច្រើនដោយសារតែអូនស្រឡាញ់បងខ្វល់ពីបងមិននឹងឯងបន្ទោអូនបាននោះតែមិនអាចធ្វើមានកំហុសល្ងងបែបនេះទេលុះត្រាតែងតែចង់ធ្វើតែខ្ញុំតែមួយរយៈនេះអូនឆាប់ឆាវឆាវពេកដោយសារអូនរវល់ពេកទើបអូនមានការសង្ស័យបងតែអូនសម្លាញ់ជឿបងចោះបានទេមនុស្សប្រុសគេតាំងតែគិតថាគេអាចគ្រប់គ្រងគ្រប់យ៉ាងបានសួស្តីមានអ្នករាយការណ៍មកថាទីនេះមានការធ្វើអំពើខុសច្បាប់សូមបង្ហាញផុសតាំងបន្តិចមកលោកប៉ូលីសមកភ័ក្រមកលេងផ្ទះនោះគោតែមិនខុសច្បាប់ទេមែនទេប្រហែលអ្នករាយការណ៍ច្រឡំហើយសូមទោសផងដែលរំខានពួកលោកកាមេរ៉ាអីនៅខាងមុខនោះគ្មានមនុស្សនៅទេកាមេរ៉ានៅខាងមុខនោះក៏គ្រាន់តែទុកចោលដែរមិនបានជានៅសុកមានគេមកប្តឹងអញ្ចឹងអេហេតុអីបានជាអូនដឹងថានៅខាងមុខមានកាមេរ៉ានេះមិនអាចនាងតាមមកដល់ទីនេះទេហើយខាងដូននេះខ្ទប់សម្លេងមិនបានល្អទៀតហើយបងក៏តែងតែមកយកជ្រៅទៅវិញចិត្តភ្លឺឲ្យគេមិនសង្ស័យនោះគឺពិបាកបន្តិចហើយអ្នកណាឆាត់មករកខ្ញុំអ្នកនាងឈិនស្អែកនេះមានកម្មវិធីជ្រើសរើសអ្នកនិពន្ធថ្មីអ្នកនាងមានពេលមកចូលរួមដែរទេគឺជានាងអ្នកនាងឈិនចៃដន្យយ៉ាងនេះហីអ្នកនាងក៏មកដែរបើសិនជាខ្ញុំចាប់ផតតាំងលោកក៏បានខ្ញុំមិនបាននឹងអញ្ចឹងខ្ញុំនាំឱកាសឲ្យខ្លួនឯងប្រពន្ធជាមួយស្រីស្នេហ៍បង្ហាញខ្លួនក្នុងពេលតែមួយមនុស្សប្រុសគេនឹងចាត់ការយ៉ាងម៉េចទេអ្នកនាងឈិនសភៅថ្មីអ្នកនាងសរសេរចិត្តរួចហើយពិតជាសប្បាយចិត្តណាស់ដែលអ្នកនាងមកចូលរួមមកអ្នកទាំងពីរសូមអញ្ជើញខាងនេះអនុស្សាវរីយ៍មួយទៅនាងជិះចេញទៅកុំឲ្យបាំងកាមេរ៉ាមិនអីទេឲ្យនាងឆាននៅទីនេះចឹងអ្នកនាងឈិននេះមិនសមទេដឹងនេះជាកម្មវិធីរបស់អ្នកនិពន្ធថ្មីម៉ាស់ពួកយើងថតរូបតែអ្នកនាងឈិនពិតជាស្មារតីសាស្ត្រថាអ្នកនាងអាចចាំខ្ញុំបានដែរប្រកាសនាងខ្ញុំនឹងចាំនាងបានច្បាស់ណាស់អ្នកនាងថ្ងៃនេះស្លៀកពាក់បានស្អាតបានដណ្ដើមយកគេឈ្មោះមែនខ្ញុំគ្រាន់តែស្លៀកសម្លៀកបំពាក់ដែរសមនឹងឆាប់ត្រូវកន្លែងប៉ុណ្ណឹងមនុស្សប្រាប់តែគិតថាមើលមនុស្សស្រីពីរនាក់ឲ្យស្មើគ្នាគឺជារឿងដែលងាយជឿជាក់លើខ្លួនឯងណាឆាប់កិច្ចភ្លាមទៅប៉ុន្តែការពិន
គឺច្បាប់នឹងពិតមែននេះបងមិនអីទេលោកប្តីបងជួយមើលរបស់ឲ្យនាងតិចទេក្រែងមកជាគ្រូពេទ្យនោះឯង អូឆាប់យកនាងទៅបន្ទប់សម្រាប់ទៅ អញ្ចឹងលំបាកដល់លោកហើយ អញ្ចឹងបងនឹងឆាប់មកវិញ តាមមនុស្សប្រុសគេអាចយកឈ្នះភាពវង្វេងវង្វាន់បានទេអញ្ចឹងបងក៏ទៅជួយប្រពន្ធបងទេហើយតើឲ្យខ្ញុំស្លាប់ទេ បើអូនស្លាប់ទៅបងគិតយ៉ាងម៉េចត្រូវចាំថាថតរូបភាពស្និទ្ធស្នាលរបស់ប្តីអ្នកស្រីជាមួយនឹងជនទី3ឲ្យបាន ឃើញប្តីខ្លួនឯងថាគ្នាជាមួយស្រីជនទី3នោះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងពិតជាគួរអត់សំណើចណាស់មនុស្សស្រីនៅខាងក្រៅហ៊ានមករករឿងដល់ផ្ទះបើមួយកំភ្លៀងមិនក្រុមអញ្ចឹងក៏ផ្ទះពីកំភ្លៀងទេនាងក៏ចង់លេងគ្នាជាមួយគាត់នៅពេលណាដែរតែគេព្រមសញ្ញាលិខិតលែងលះខ្ញុំអាចប្រកួតតំណែងឲ្យនាងបានគ្រប់ពេលបានអញ្ចឹងពេលនេះខ្ញុំទៅគាត់នាងជឿទេបើសិនជាគេដឹងថានាងមករកខ្ញុំនោះគេនឹងទាត់ក្បាលនាងចោលភ្លាម មានរឿងអីមែនទេ អូនមានរឿងចង់សួរបងយប់នេះអាចកំដរអូនតើបានទេ និយាយគ្នារួចហើយថាយប់នេះបងកំដរនាងចាំស្អែកបងទៅកំដរអូន នាងកុំគិតថានាងសំខាន់ក្នុងចិត្តគេនោះគេលែងស្រឡាញ់នាងយូរហើយបើសិនជានាងជឿជាក់យ៉ាងនេះនោះអញ្ចឹងអ្នកដែលគូមករកខ្ញុំនៅពេលនេះគូតែជាគេមិនមែនជានាងមនុស្សនៅក្មេងក៏តរៀងចេះទុកកំហឹងបើគេនៅកន្លែងដែលមើលឃើញនាងក៏នៅទីនេះដែរនោះព្រោះអីបើនាងឆ្លងព្រំដែននោះនាងក៏នឹងត្រូវគេបោះបង់ដោយគ្មានស្រណឹងឈិននាងលោកប្តីបងមកវិញហើយនេះគឺជាអ្នកនិពន្ធថ្មីទិញសាន បងធ្លាប់បានជួបនាងកាលពីមុន នាងក៏ជាស្រីរបស់បងនៅខាងក្រៅដែរនាងមករកអូនសូពីសំណុំមួយចំនួនអរគុណអ្នកគ្រូឈិនដែលបានណែនាំនៅថ្ងៃនេះបានចាក់ខ្ញុំទៅសិនហើយឯងបើប្តីរបស់ខ្ញុំគេមកវិញទៅហើយនោះអញ្ចឹងក៏នៅញ៉ាំបាយជាមួយគ្នាទេសៀវសានបានតែអ្នកគ្រូឈិនអញ្ចឹងខ្ញុំក៏រៀនតាមអ្នកគ្រូដើម្បីចាប់កាពះរបស់មនុស្សប្រុសហើយនឹងមែនទេមិននឹងអាចទុកភ្ញៀវឲ្យនៅតែឯងបានទេបងនៅទីនេះកំដៅសៀវសានទេយ៉ាងម៉េច
តាពីប្តីខ្លួនឯងក្បត់ក្នុងជីវិតមង្គលការដណ្ដើមយកទ្រព្យសម្បត្តិជារឿងទី1ដែលមនុស្សស្រីគ្រប់គ្នាគួរធ្វើ អ្នកនាងឈិនទ្រព្យសម្បត្តិរបស់អ្នកនាងគឺលោកគ្រូប៉ែតសិនជាអ្នកចាត់ការហេតុអីថ្ងៃនេះអ្នកនាងមក រយៈនេះប្តីខ្ញុំកំពុងតែរវល់ឆោតឈ្មោះធ្វើជានាយករដ្ឋមន្ត្រីពេនក្រោយនេះចាំខ្ញុំជាអ្នកចាត់ការខ្លួនឯងមានបញ្ហាអីមែនទេ រាល់ចំណូលដែលបានមកពីការលួចស្នាដៃរឿងរបស់អ្នកនាងគឺត្រូវបានវេចូលកង់របស់ស្វាមីអ្នកនាងអស់ហើយ នេះមកពីខ្ញុំជឿជាក់លើគេពេងបានចោលគេបង្វិលក្បាលខ្ញុំដូចជាមនុស្សល្ងងបែបនេះ អូនកំពុងតែរកអីដែរទៅ លោកប្តីកិច្ចសន្យារឿងដែលអូននិពន្ធមុននោះមានបញ្ហាតិចតួចប៉ុន្តែអូនរកវាមិនឃើញសោះយ៉ាងម៉េចនឹង កែងនៅទីនេះតា សំណាងហេតុដែលមានបងមិនចឹងអូនប្រកាសជាខាត់ធំខានទី អូនធ្វើការដោយសប្បាយចិត្តចោះរឿងនេះតើបងចាត់ការ បានចឹងអូនទៅធ្វើការបន្តហើយ លោកប្តីអូនចាំងរកស៊ីចំនួន ហ៎អូនថាយ៉ាងម៉េច សុផាក្រៅអូននេះតួឯងស្រីជាអ្នកចំនួនអូនចង់ទៅធ្វើចំនួនដើម្បីយកអារម្មណ៍មកសរសេររឿងតើបងគិតយ៉ាងម៉េចដែរ ធ្វើជំនួញមិនមែនងាយស្រួលដូចជាអូនគិតទេ ទោះបីជាអូនធ្វើមិនបានក៏ដោយប៉ុន្តែអូនក៏មានបងមិនចឹងឯង បងគិតថាអូនមិនស័ក្តិសមនឹងជំនួញទេតែបើអូននៅតែចង់ធ្វើនោះបងនៅគ្រប់គ្រងអូនចាំបងរួយរវល់មួយរយៈនេះចាំបងជួយអូន ក៏ល្អដែរស្ដាប់តាមបងចឹង អាឡូរាជការលីមិនសមមិញប្រពន្ធរបស់ខ្ញុំទៅធនាគារលោកបានផ្លេចកាបូបមួយចាំលោកទំនេរពេលណាខ្ញុំទៅយកបន្តិចលោកសិនគួរតែចាំខុសហើយកាលពីមិនសិនមិញអ្នកនាងឈិនមិនបានមកទេ នៅថ្ងៃនេះខ្ញុំមិនបានមកទីនេះទេ ខ្ញុំយល់មុនពេលលែងលះខ្ញុំនឹងយកគ្រប់យ៉ាងដែលជារបស់ខ្ញុំមកវិញគ្មានប្រុសណាម្នាក់អាចទទួលយកបានពេលប្រពន្ធខ្លួនឯងទៅរកប្រុសផ្សេងនោះទេ និយាយមកអាប្រុសនោះជាអ្នកណា តែគ្រាន់តែជាមិត្តប៉ុណ្ណឹង ជាមិត្តដែរបងទៅអូនជិត20ដងអូនមិនលើកទេ ទូរស័ព្ទអត់ថ្មវាក៏រលត់ទេ អូនមិនត្រឹមតែញ៉ាំស្រាទេនៅញ៉ាំស្រារហូតដល់ស្មើនេះទៀត បងតែដាច់យំហើយមិនមកផ្ទះអូនក៏មិនដែលសួរបងថាទៅគេងក្រែស្រីណាទេមិនក៏បងមិនជឿជាក់លើអូនបែបនេះ នេះអូនឆាប់មើលទៅ នេះបងតាមដានអូននេះ បើអូនមិនបានធ្វើអីមិនល្អខ្លាចបងតាមដានធ្វើអីទៅប្រាប់មកអូនធ្វើអីក្រៅខ្នងបង និយាយទៅបងក៏មិនជឿដែរចាំបាននិយាយធ្វើអីទេ Good night ពួកយើងនិយាយគ្នាមិនតន់ចប់ទេនេះអូនរយៈខ្លួនមែនទេ អ្នកណានិយាយថាស្រីស្នាជាមួយប្រពន្ធមិនអាចនៅជាមួយគ្នាដោយសន្តិភាពនោះនៅមុខផាប្រយោជន៍គ្មានអ្នកណាជាសត្រូវរហូតនោះទេនាងចង់ធ្វើអីទៀតហើយចង់មករកនាងនិយាយពីការសហការមួយអូនចេញក្រៅហើយមិនចាំបាច់ចាំអូនពេលបាយយប់ទេពេលដែលមានការសង្ស័យហើយនោះទោះក៏បានរៀបចំរួចរាល់ហើយដែរ លោកគឺជាប្តីរបស់អ្នកនាងឈិនសិនមែនទេ
ខ្ញុំគឺជាដៃគូសហការរបស់អ្នកនាងឆាន់សិនមិននឹកស្មានថាកម្រោរបស់នាយកលីកាលពីលើកមុននោះនាងបែរជាមានកំណត់ល្អយ៉ាងនេះអូនសម្លាញ់អូនចង់ធ្វើជំនួសមិនបានជាអូនមិនប្រាប់បងអូនមើលទៅធ្វើឲ្យពួកយើងយល់ច្រឡំយ៉ាងនេះ ចាំបងក៏បកលសិនទទួលប្រាក់ពីរឿងអូននិពន្ធនោះឲ្យអូនវិញមកបែបនេះយើងលែងមានការយកច្រឡំអីទៀតហើយ លុយបងទុកនៅខាងអរិយវត្ថុអស់ហើយដកមិនបានទេ បើចាំពួកយើងក៏យកផ្ទះទៅបញ្ចាំទៅចឹងលោកប្តីក្រែកមកនិយាយថានឹងគ្រប់ត្រអូននោះអី បានពេញចិត្តហើយនៅអូនសម្លាញ់ បែបនេះហើយចាំមើលលោកនៅអាចសម្ដែងទៀតបានទេនៅពេលដែលប្តីរបស់ខ្ញុំបានក្បន់ខ្ញុំបានត្រកស្រីស្នាគេនិយាយពីការសហការគ្នាបន្តិចបន្តួចអញ្ចឹងនាងចង់ឲ្យខ្ញុំជួយនាងចាត់ការសិនចឹងណានៅលើលោកនេះមានតលុយតែដាក់បានក្បាត់នាងឆ្លាតយ៉ាងនេះនាងគួរតែដឹងថាគួរធ្វើយ៉ាងម៉េចហើយបានតែអញ្ចឹងពេលសម្រាប់កិច្ចការនោះខ្ញុំចង់បានទ្រព្យសម្បត្តិដែលជាចំណែករបស់គេសហការរីករាយគ្រូប៉ែតសិនពេលណាទៅលងលែងលះគ្នាជាមួយនាងទេ ខ្ញុំមិនដែលគិតចង់លេងលះជាមួយនាងទេ នេះលោកបានន័យថាម៉េចក្រែងលោកនិយាយថាស្រឡាញ់ខ្ញុំតែម្នាក់នោះអី ខ្ញុំពិតជាស្រឡាញ់នាងមែនតែខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំជាងពួកយើងចាប់គ្នាត្រឹមនេះចុះ សិនចឹងណាលោកឈ្គន់មែនទេលោកមកជាចង់បែកគ្នាជាមួយខ្ញុំ ខ្ញុំតាក់ទងជាមួយនាងគ្រាន់តែវង្វេងមួយពេលទេខ្ញុំមិនអាចបាត់បង់ប្រពន្ធខ្ញុំបានទេពួកយើងបែកគ្នាចុះ លោកកុំទៅអីខ្ញុំចង់នៅជាមួយលោកអីក៏ខ្ញុំមិនចង់បានដែរកុំចាក់ចេញពីខ្ញុំអីបានទេ នាងនៅក្មេងនេះមានជំរឿនច្រើនទៀត សិនចឹងណាបើសិនជាលោកហ៊ានទេខ្ញុំនឹងស្លាប់ឲ្យលោកមើល នាងស្ដាប់ឮហើយនឹងមិនមែនខ្ញុំមិនជួយនាងទេប៉ុន្តែប្តីរបស់នាងមិនងាយចាត់ការទេគាត់បានឲ្យខ្លួនជាមួយខ្ញុំហើយ អូនសម្លាញ់អូនយ៉ាងម៉េចហ្នឹង មិនអីទេប្រហែលជាក្លិនត្រីនោះឆ្អាបពេក ចាំបងគ្រាអូនទៅសម្រាប់មកអង្គុយសិនមកអូនសម្លាញ់រដូវខែនេះអូនមកហើយឬនៅ មានកអីមិនយ៉ាងអាចទេនាងណាអាចមករកខ្ញុំប្រមូលផតតាំងដែលលោកក្បាន់នាងនោះលោកប្រកាសចិត្តឲ្យមែនទេដែលថាមិនត្រូវនាងដាក់អន្ទាក់នោះ មិនប្រកាសទេស្អែកនេះខ្ញុំនាំនាងទៅបណ្ឌិតនៅមន្ទីរពេទ្យនាងមិនអាចខ្លាចបន្លំបានទេ ហើយចុះបើនាងប៉ាច់ជាមានផ្ទៃពោះមែននោះតាបងនឹងបោះបង់ខ្ញុំមែនទេ មិនអាចទេពេលដែលកូនកើតមកខ្ញុំអាចចងជើងនាងបានហើយពេលខ្ញុំខ្លាចជានាយកមន្ទីរពេទ្យហើយពេលនោះយើងមិនបាច់ខ្លាចនាងទៀតទេ បើអញ្ចឹងបងត្រូវតែប្រយ័ត្នផងកុំឲ្យនាងបោកថាមានផ្ទៃពោះបានឯសឹងអបអរអ្នកទាំងពីរក្មេងបាន3អាទិត្យហើយមើលទៅគេមានសុខភាពល្អណាស់ខ្ញុំពិតជាមានកូនមែនទេ អូនសម្លាញ់ពីពេលនេះទៅអូននៅផ្ទះរក្សាកោះមិនបាច់ធ្វើអីទេ ចាំមកនឹងការបោកប្រាស់របស់មនុស្សអញ្ចឹងយកការបោកប្រាស់នោះទៅចាត់ការបោកប្រាស់នោះវិញគ្រូប៉ែតសិនលោកទុកចិត្តបានការពិនិត្យរបស់អ្នកស្រីខ្ញុំបានតាមដានគ្រូចំហៀនគ្មានបញ្ហាអីនោះទេ មិនអីទេរំខាននាងហើយ លោកប្តី មិនបាច់ទេ ចាំអូនជួយបងនេះ អូនថ្ងៃក្រោយជាម្ចាស់ស្ត្រីហើយថ្ងៃក្រោយការងារផ្ទះតើបងជាអ្នកធ្វើអូនអង្គុយទីនេះហើយអង្គុយស្រួលបួលកុំទៅណា ចាប់តាំងពីប្រុសម្នាក់នេះក្បត់ខ្ញុំមើលអ្វីដែលគួរធ្វើនោះគឺដណ្ដើមយកទ្រព្យសម្បត្តិមកវិញ ដោយសារតែផ្ទះគឺជាទ្រព្យសម្បត្តិរួមរបស់អ្នកទាំងពីរដូច្នេះតម្រូវឲ្យអ្នកទាំងពីរសញ្ញេទាំងពីរនាក់ច្រើនយ៉ាងនេះអញ្ចឹងអ្នកទាំងពីរមើលសិនចុះចាំខ្ញុំទៅយកទឹកឲ្យអ្នកទាំងពីរបងទៅលើកទូរស័ព្ទសិនហើយ អូនសម្លាញ់នៅមន្ទីរពេទ្យមានការបន្ទាន់បងទៅសិនហើយ បងទៅរវត្តទេការ
ការងារដែលនៅសល់ទុកឲ្យអូន អូខេ គ្រូប៉ែតសិនគឺខ្ញុំប្រហែលហើយប្រពន្ធលោកគាត់មិនបានមានផ្ទៃពោះទេអ្នកកំភៃអីខ្ញុំទៅឥឡូវហើយអ្នកស្រីសិនខ្ញុំមានការរវល់បន្ទាន់អ្នកទៅធ្វើការចឹងអ្នកបន្តគឺជាខ្ញុំហើយបានចឹងអ្នកស្រីមើលថាខ្លួនផងនេះអ្នកណាគឺឈិនស៊ីនខ្ញុំពាក្យសន្យារបស់មនុស្សប្រុសយកជាការបាននៅពេលដែលនៅស្រឡាញ់ទីង ស៊ីនតួរឿងជាច្រើនត្រូវរងចាំតែរឿងរស់នៅជាមួយអូនមួយជីវិតបងមិនអាចរងចាំបានទេរៀបការជាមួយបងទៅអូនទទួលយកទៅ ជីវិតមកកលការដែលប្រាជ័យគឺដូចជាបន្ទុកមួយដែលខ្ទេចខ្ទីអញ្ចឹងហើយនេះមិនចាំបាច់ជួសជុលអីទេរស់ចោលធ្វើសាថ្មីទៅល្អជាងលោកបាច់ឲ្យនាងបោកបានទៅវិញលោក នាងបិទមាត់ទៅ នោះមិនមែនមកពីលោកទេអីដែលចិត្តទុននោះអញ្ចឹងមកជាធ្វើឲ្យនាងបានដៃណាស់អញ្ចឹងប៉ុន្តែខ្ញុំមានមធ្យោបាយមួយដែលអាចធ្វើឲ្យនាងគ្មានបានអ្វីទាំងអស់នោះគឺខូចកេរ្តិ៍ឈ្មោះមុខមាត់ការលេងលេដៃល្អនោះគឺជាការសងសឹកហើយកចាចេញដោយលុយ អាឡូអ្នកគ្រប់គ្រងលី អ្នកគ្រប់គ្រងលីតាមពិតគ្រាន់តែជាស្រីស្នេហ៍របស់គេទេរបស់បានដល់ដៃហើយចាំជួបគ្នានៅផ្ទះនេះ អូខ្ញុំនឹងទៅវិញហើយនៅមន្ទីរពេទ្យមានការងារបន្ត ការងារគេបញ្ញាំបងតែចឹង បានអូនញ៉ាំចុះ បញ្ញាំទៅផ្ទះវិញផងអូនមានការនិយាយជាមួយបង បាន បាទស្មានមិនខុសទេប្តីរបស់ខ្ញុំនៅទៅដល់ផ្ទះស្រីនោះក្នុងរយៈពេល40នាទីទៀតមិនត្រូវទេពួកគេគឺទៅផ្ទះរបស់ខ្ញុំទេសម្បត្តិតែសុភ័ក្រថ្មីរបស់ខ្ញុំក៏នាងហ៊ានប៉ះដែរបើសិនជាប្តីអ្នកនាងក៏បានអ្នកនាងនោះអ្នកស្រីនឹងសម្លាប់គេដោយតួឯងស្រីនៅក្នុងរឿងដែរទេ នេះប្រហែលជាស្រីរបស់បងនៅខាងក្រៅនាងធ្វើហើយ ខ្ញុំមិនអាចដោះលែងមនុស្សប្រុសដែលបំផ្លាញមង្គលការខ្ញុំហើយនៅចាំបំផ្លាញការងាររបស់ខ្ញុំទៀតបានទេអ្នកនាងឈិនមានឱកាសចាំជួបគ្នាទៀតណានាងចាំតែមើលទេបងបាច់ជាចង់ចាត់ការខ្ញុំនៅកន្លែងដែលបងសុំខ្ញុំរៀបការទៅវិញបាញ់ចាត់ខ្ញុំមានតែបណ្ដោយតាមនឹងហើយថ្ងៃនេះនឹកឃើញអីបានជំនុំអូនមកទីនេះ បងនាំអូនមកអបអរដែលអូនបានសរសេររឿងចប់មកពេលនេះអូនមានពេលមកកំដរប្តីដែលអូនទុកចោលហើយ អាយ៉ាក្រែកឲ្យមានផ្ទៃពោះមិនចឹងឯងអូនមិននឹងអាចញ៉ាំស្រាបានទេប្រពន្ធលោកបានជួបមនុស្សឲ្យមកពិនិត្យផ្ទៃពោះចំនួនគាត់មិនបានមានផ្ទៃពោះនោះទេ នាងបែរជាហ៊ានធ្វើជាមានផ្ទៃពោះយកលុយខ្ញុំអស់រលីងនាងចាំតែមើលទៅមិនអីទេឈិនស៊ីន
ស្រីស្អាតឲ្យខ្ញុំកុំដល់ដែរទេ បើមិនចង់ត្រូវប្រដៅពីបានរំលោភអំពានទេយល់ល្អអញក៏ទៅយកផុសតាំងដែលអាចធ្វើខ្ញុំពេញចិត្តបានចេញមក ខ្ញុំឲ្យបញ្ជាក់បានថាប្តីរបស់នាងចង់ធ្វើបាបនេះ បងបាច់ជាហ៊ានធ្វើបាបខ្ញុំផងបើអញ្ចឹងក៏បន្ទោសថាខ្ញុំដាក់ទោសបងដល់សាហាវឲ្យសឹង ទំនាក់ទំនងរបស់ពួកយើងគឺពិតជាមានបញ្ហាមែនដោយសារតែនាងបានក្បត់ខ្ញុំ ឱកាសសងសឹកដែលស័ក្តិសមជាងគេគឺជាពេលដែលស្ត្រីយើងគេបានគិតថាគេយកបានគ្រប់យ៉ាងហើយអ្នកនាងតឹងនាងយកយ៉ាងម៉េចដែរចំពោះសភៅថ្មីរបស់អ្នកនាងនោះអ្នកនាងឈិនសភៅថ្មីរបស់អ្នកនាងតឹងមានការលក់ដាច់គុណនឹង2ជាងសភៅអ្នកនាងទៀនសភៅរបស់ខ្ញុំលក់ដាច់ជាងមុននោះមិនជារឿងធម្មតាទេចាំបានន័យថាគេចម្លងអ្នកនាងអីសភៅខ្ញុំនេះគឺខ្ញុំជាអ្នកនិពន្ធដោយខ្លួនឯងទេអ្នកនាងឈិនគឺជារៀមច្បងដែលខ្ញុំគោរពជាងគេដែរប៉ុន្តែមិនដឹងថាហេតុអីលើកនេះគាត់មកបង្កើតខ្ញុំទេមនុស្សស្រីដែលចេញពីបន្ទប់មុននេះគឺជាអ្នកនិពន្ធដែលសហការជាមួយពួកនាងដែរមែនទេនាងគ្រាន់តែជាអ្នកនិពន្ធថ្មីតូចតាចទេនិយាយថានាងមានសភៅល្អមួយចង់ឲ្យពួកយើងបោះពុំចេញផ្សាយក្មេងៗឥឡូវនេះពិតជាហ៊ានណាស់គឺពិតជាល្អមែនក៏ដូចសភៅដែលខ្ញុំទៅតាមនិពន្ធនេះឲ្យបេះបាត់តែម្ដងមិនអីទេនាងចេញបោះពុំផ្សាយតាមធម្មតាទេ ទិញសានមិនបានចម្លងអ្នកណាទេខ្ញុំជាប្តីរបស់ជីងសិនខ្ញុំឲ្យបញ្ជាក់បានថារស់ស្នាដៃរបស់ជីងសិនគឺចម្លងគេលើកនេះនាងក៏បានចម្លងពីទិញសានដែរ សួរថាមិនបានជាលោកចេញមកបកអក្រាតភេរយាលោកអញ្ចឹងគឺតំណែងអ្នកទាំងពីរមានបញ្ហាមែនទេ ទំនាក់ទំនងរបស់ពួកយើងពិតជាមានបញ្ហាមែនគឺដោយសារតែនាងក្បត់ខ្ញុំ លោកលេងមែនទេនេះ នាំនាងទៅស្ថាគារទៅលុយនេះនឹងខ្លាចជារបស់ឯង បើមិនចង់ត្រូវប្រដងពីបានរំលោភបំពានយល់ល្អអញគូតែយកផុសតាំងដែលអាចឲ្យខ្ញុំពេញចិត្តបាន ខ្ញុំឲ្យបញ្ជាក់បាន បានចាំតាមណាជាអ្នកក្បត់អ្នកណាឲ្យប្រកាសទេចឹងអ្នកទាំងពីរមានសម្ព័ន្ធភាពជាមួយគ្នានៅលើចម្លងស្នាដៃគេទៀនអញ្ចឹងសូមសួរថាប៉ះពាល់ដល់ការងារអ្នកនាងទេសូមឆ្លើយបន្តិចមកឈិនសិននេះឈ្នះហើយតែនាងព្រមដកពីបណ្ដឹងខ្ញុំនឹងព្រមលីលះដោយមិនយកទ្រព្យសម្បត្តិអ្វីទាំងអ គេ ស់ សន្យាព្រមលេងលះដល់មិនយកទ្រព្យសម្បត្តិនោះលោកបានសញ្ញាយូរហើយមិនចឹងឯង ឈិនសិននាងអង្គុយចុះ អ្នកដែលពួកលោកបានខុសច្បាប់ទៅចម្លងនោះមិនមែនមានតែខ្ញុំទេនៅមានច្បាប់ប្រទេសទៀតខ្ញុំដល់ពេលបណ្ដឹងគ្មានប្រយោជន៍ទេកាលពីមុនលោកសួរខ្ញុំ ក្នុងជីវិតមង្គលការនោះយើងត្រូវតែឆ្លាតឲ្យដឹងខ្លួននិងស្រឡាញ់ខ្លួនឯងជានិញ